ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ប៉ាតិរឿងរ៉ាវថ្ងៃនេះគឺខ្ញុំនឹងចែករំលែកអំពីបទពិសោធន៍រឿងរ៉ាវប្អូនប្រុសម្នាក់ដែលគាត់ឈ្មោះថាសុផលហើយរឿងរ៉ាវដែលសុផលបានចែករំលែកដល់ខ្ញុំនេះគឺតកតងទៅនឹងជីវិតរបស់គាត់ដែលជាក្មេងកំព្រាហើយរស់នៅជាមួយនឹងលោកយាយដែលជាស្ត្រីមេម៉ាយគាត់ថាជីវិតគាត់លំបាកខ្លាំងណាស់បងអើយមកដល់បច្ចុប្បន្ននេះវាទើបតែនឹងធូរស្បើយក៏ប៉ុន្តែជីវិតខ្ញុំបានបាត់បង់អ្វីគ្រប់យ៉ាងដែលជាទីស្រឡាញ់សូម្បីតែលោកយាយក៏គាត់បានចែកឋានបាត់ទៅដែរហើយខ្ញុំក៏បាត់បង់គ្រប់យ៉ាងតាមរយៈក្រោយពេលដែលលោកយាយរបស់ខ្ញុំបានទទួលមរណភាពថ្ងៃនេះខ្ញុំគ្រាន់តែចង់ចែករំលែកអំពីបទពិសោធន៍នេះមួយសម្រាប់អ្នកទាំងអស់គ្នាបានស្ដាប់ជាពិសេសមនុស្សចាស់ទាំងឡាយដែលមានក្រុមគ្រួសារហើយត្រូវបែកបាក់គ្នាគួរតែពិចារណានិងគិតអំពីរឿងរ៉ាវមួយនេះផងដែរកុំទុកឲ្យក្មេងម្នាក់តែតោលវិលវល់រស់នៅគ្មានកោះគ្មានត្រោយមួយទៀតក៏ចង់ចែករំលែកដល់មនុស្សចាស់មួយចំនួនដែលមានភាពលោភលន់ចង់បាននេះចង់បាននោះធ្វើឲ្យក្មេងម្នាក់ហ៊ានចំណាក់ចាក់ចេញពីស្រុកដើររកការងារនៅទីក្រុងត្រាក់ទាំងមិនស្គាល់នរណាទាំងអស់ចឹងបងប្អូនប្រកាសជាចង់ដឹងថាតើសុផលចែករំលែកអំពីរឿងរ៉ាវបទពិសោធន៍ជីវិតរបស់គាត់មកដល់ខ្ញុំយ៉ាងម៉េចខ្លះទៅស្ដាប់រឿងរ៉ាវជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលសុផលបានចែករំលែកបច្ចុប្បន្នសុផលគាត់មានវ័យ26ឆ្នាំអញ្ចឹងគាត់កើតនៅក្នុងឆ្នាំ2000គាត់ជាក្មេងប្រុសម្នាក់ដែលតស៊ូនៅក្នុងជីវិតខ្លាំងមែនទែនបើខ្ញុំស្ដាប់ការរៀបរាប់របស់គាត់ទៅខ្ញុំអត់នឹកស្មានថាមានខ្សែជីវិតមនុស្សម្នាក់ដែលមានភាពលំបាកលំបិនហើយតស៊ូដោយគាត់ខ្លាំងបែបនេះនោះទេបច្ចុប្បន្នសុផលគាត់ធ្វើការជាសន្តិសុខនៅទីតាំងមួយកន្លែងដែលអាចនិយាយបានថាបច្ចុប្បន្ននេះជីវភាពរបស់គាត់គឺមានភាពគ្រាន់បើអាចចិញ្ចឹមជីវិតខ្លួនឯងបានគាត់ថាលុយដែលបានមិនអាចយកទៅចិញ្ចឹមនរណាផ្សេងបានទេបានត្រឹមតែមកខ្លួនឯងតែប៉ុណ្ណោះហើយមួយទៀតបច្ចុប្បន្នក៏សុផលអត់មានអ្នកទីពឹងពាក់ពុំអ្នកអាស្រ័យដូចមុនដែរធ្វើការសន្តិសុខ365ថ្ងៃគឺពេញ365ថ្ងៃគ្មានពេលបន់ទៀនគ្មានពេលទៅស្រុកកំណើតនោះទេដោយសារតែមានហេតុហើយនឹងផលហើយហេតុផលនោះគឺដំបូងដៃឡើយសុផលគាត់កើតនៅក្នុងត្រកូលគ្រួសារមួយជាគ្រួសារដែលអញនិយាយបានថាមានសុភមង្គលនៅក្នុងគ្រួសាររៀងគួរសមផងដែរដែលឪពុកម្ដាយរបស់គាត់ធ្វើការនៅរាជធានីភ្នំពេញទាំងពីរនាក់ហើយជីវិតរបស់គាត់គឺរស់នៅជាមួយនឹងឪពុកម្ដាយរបស់គាត់រហូតដល់វ័យប្រហែលជា7ឆ្នាំគាត់អត់ដឹងថាក្រុមគ្រួសារមានរឿងរ៉ាវអីទេតែដឹងត្រឹមថាពុកម៉ែរបស់គាត់តែងតែឆ្លោះគ្នាប្រកែកគ្នាហើយតែងតែមានអំពើហិង្សាវាយដំច្រំធាក់គ្នារវាងប្តីនិងប្រពន្ធអញ្ចឹងតែក្រោយពេលដែលគាត់ឆ្លោះប្រកែកគ្នាជាញយជារឿយរាល់ដងគឺពួកគាត់តែងតែមកស្រុកកំណើតដើម្បីដាក់ពាក្យលែងលះគ្នាក៏ប៉ុន្តែក្រោយពេលដែលពួកគាត់មកដល់ស្រុកកំណើតមេភូមិមេឃុំក៏បានសម្របសម្រួលឲ្យពួកគាត់ត្រូវរើគ្នាវិញទៅក៏ពួកគាត់ត្រូវរើគ្នាវិញទៅហើយសុផលបញ្ជាក់ថាពេលដែលមកលែងលះគ្នាគឺភាគច្រើនមកលែងលះខាងម្ដាយដែលមានស្រុកកំណើតនៅក្នុងខេត្តមួយអញ្ចឹងទៅអញ្ចឹងមកលែងលះគ្នាហើយពួកគាត់ត្រូវបានការសម្របសម្រួលពីមេភូមិមេឃុំក៏បានត្រូវរើគ្នាវិញអញ្ចឹងរឿងរ៉ាវមួយហ្នឹងក៏នៅតែបន្តដដែលបែបហ្នឹងឯងគាត់ឆ្លោះគ្នាលែងលះគ្នាជារឿយម្ដងជាពីរដងរហូតដល់ពួកគាត់មានរឿងក្តីក្តាំកាន់តែខ្លាំងទំនាក់ទំនងរវាងគ្រួសារទាំងពីរទាំងឪពុកទាំងម្ដាយក៏បានដល់ផ្លូវមួយដែរជាទីបញ្ចប់បានន័យថាពួកគាត់ត្រូវបែកផ្លូវគ្នានឹងឯងអញ្ចឹងឪពុកនិងម្ដាយរបស់គាត់ក៏បានលែងលះគ្នាដែលម្ដាយគឺគាត់យកសុផលទៅរស់នៅជាមួយនឹងជីដូនចាស់ម្នាក់នៅក្នុងខេត្តមួយហ្នឹងហើយឪពុករបស់គាត់ក៏បានចាក់ចេញអំពីទីតាំងស្រុកភូមិហ្នឹងហើយគាត់វិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញទៅសុផលបញ្ជាក់ថានៅវ័យ7ឆ្នាំហ្នឹងគឺគាត់អត់បានស្គាល់ផ្ទះលោកយាយលោកតាខាងឪពុករបស់គាត់នោះទេពីព្រោះតាំងពីកើតមកគាត់មានកំណើតនៅខាងទីក្រុងភ្នំពេញជាមួយនឹងឪពុកម្ដាយរហូតដល់ពេលមានរឿងក្តីក្តាំឆ្លោះប្រកែកគ្នាបានយកមកស្រុកកំណើតគឺស្គាល់តែស្រុកកំណើតរបស់លោកយាយគាត់តែប៉ុណ្ណោះ
និយាយអំពីលោកយាយរបស់គាត់ស្ថានភាពនៅក្នុងឆ្នាំដែលឪពុកម្ដាយរបស់សុផលបានលែងលះគ្នាបន្តិចចំពោះយាយរបស់គាត់គឺជាស្ត្រីមេម៉ាយពេលហ្នឹងយាយរបស់គាត់មានវ័យខ្ទង់ប្រហែលជា60ឆ្នាំជាងចិត្តហើយគាត់មានបជនចាស់ជរាហើយគាត់ជាស្រីមេម៉ាយរស់នៅម្នាក់ឯងនៅផ្ទះដ៏តូចកំសត់មួយអាចនិយាយបានថាផ្ទះគេជុំវិញគេមានកូនមានប្តីមានក្រុមគ្រួសារទៅស្រុកថៃគេលើកផ្ទះធំទំនំខ្ពស់ដែលផ្ទះជំនាន់មុនគេធ្វើពីឈើទៅអត់បងប្អូនអញ្ចឹងផ្ទះជំនាន់ដែលសុផលត្រូវឪពុកម្ដាយបោះបង់ឬក៏លែងលះគ្នានឹងផ្ទះនៅក្នុងស្រុកភូមិរបស់គាត់គេធ្វើជាផ្ទះខាងក្រោមថ្មខាងលើឈើហើយផ្ទះធំគេដាក់តាធំបងផ្ទះស្អាតមែនតើងាកមកផ្ទះលោកយាយរបស់ខ្ញុំវិញគឺជាផ្ទះចាស់នៅពីសង្គមនៅរបៀបអញ្ចឹងអីបាំងក្តារតិចតួចកន្លែងខ្លះបាំងស្លឹកក៏បាំងទៅកន្លែងខ្លះលិចលុះធ្លាយរបៀបបែបនឹងឯងពីព្រោះលោកយាយជាស្ត្រីមេម៉ាយហើយគាត់រស់នៅម្នាក់ឯងដែលលោកតារបស់ខ្ញុំអត់បានដឹងប្រវត្តិថាគាត់ទៅណាមកណីនោះទេខ្ញុំដឹងត្រឹមថាគាត់ជាស្ត្រីមេម៉ាយនឹងឯងក្រោយពេលដែលឪពុកម្ដាយខ្ញុំលែងលះគ្នាឪពុកខ្ញុំក៏ចោលខ្ញុំបាត់ទុកឲ្យខ្ញុំនៅជាមួយនឹងម្ដាយខ្ញុំនៅគិតថាម្ដាយខ្ញុំរស់នៅជាមួយនឹងលោកយាយរបស់ខ្ញុំមួយរយៈគាត់នឹងត្រឡប់មកទីក្រុងភ្នំពេញវិញដោយនាំខ្ញុំទៅនៅជាមួយដោយការដែលគាត់នៅជុំជាមួយនឹងឪពុកខ្ញុំអញ្ចឹងតែធៀបពិតទៅបងអើយគាត់បានទុកខ្ញុំឲ្យនៅជាមួយនឹងលោកយាយវ័យ70ឆ្នាំដែលគាត់បដ ாய் ឲ្យខ្ញុំរស់នៅជាមួយនឹងលោកយាយចាប់ពីពេលនោះមកវ័យ7ឆ្នាំម្ដាយរបស់ខ្ញុំលែងលះគ្នាជាមួយនឹងឪពុកគាត់បានរត់មកទីក្រុងភ្នំពេញដើម្បីធ្វើកិច្ចការងារដើម្បីរកស៊ីចិញ្ចឹមខ្ញុំនេះជាអ្វីដែលគាត់បាននិយាយរៀបរាប់ប្រាប់ខ្ញុំហើយខ្ញុំក៏យំសោកបោកខ្លួនខ្ញុំចង់ទៅតាមម្ដាយខ្ញុំមែនទែនដោយសារតាំងពីកើតមកខ្ញុំស្គាល់ដែរលោកយាយខ្ញុំដឹងថាគាត់ជាយាយរបស់ខ្ញុំប៉ុន្តែបងដឹងហើយថាក្មេងពេលដែលគ្មានភាពចិត្តស្និទ្ធស្នាលឬក៏ការតំណាក់តំណងពីមុនមកឲ្យទៅនៅឆៅទៅហ្មងក៏វាមិនសូវជាល្អប្រសើរប្រហែលដែរក៏ប៉ុន្តែយ៉ាងណាក៏ដោយភាពយំសោកបោកខ្លួនឈឺផ្សាចុកចាប់ទឹកភ្នែកហូរសស្រាក់ប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវតែទ្រាំរស់នៅជាមួយនឹងលោកយាយដ៏កំសត់ជាស្ត្រីមេម៉ាយនឹងឯងអញ្ចឹងម្ដាយខ្ញុំក៏ចេញមកដើម្បីរកលុយចិញ្ចឹមខ្ញុំប៉ុន្តែពាក្យដែលគាត់សន្យានោះវាគ្រាន់តែជាពាក្យសន្យាមួយឲ្យខ្ញុំស្ងប់ចិត្តប៉ុណ្ណោះតាំងពីឪពុកម្ដាយខ្ញុំលែងលះគ្នាឪពុកខ្ញុំក៏មិនដែលមកអើតឈ្ងោកមើលខ្ញុំម្ដងណាឡើយបងតាំងពីឆ្នាំ2007ដល់ឆ្នាំ2026ដែលខ្ញុំប្រាប់រឿងដល់បងនេះគឺគាត់មិនដែលអើតឈ្ងោកខ្ញុំម្ដងណាឡើយហើយខ្ញុំក៏ភ្លេចទាំងឈ្មោះភ្លេចទាំងមុខរបស់ឪពុកខ្ញុំទៅទៀតងាកទៅដល់ម្ដាយខ្ញុំគាត់ចេញនៅក្នុងឆ្នាំ2007នោះដូចគ្នាដែលគាត់ថាទៅធ្វើការនៅទីក្រុងភ្នំពេញដើម្បីរកលុយចិញ្ចឹមខ្ញុំក៏គាត់មិនដែលបានផ្ដល់ថវិកាអ្វីមកដល់លោកយាយដែរដែលគាត់ទុកឲ្យខ្ញុំស៊ីអត់ស៊ីឃ្លានជាមួយនឹងលោកយាយរបស់ខ្ញុំហើយជំនាន់នោះលោកយាយរបស់ខ្ញុំគាត់ស្មាទានសិលទៅទៀតអញ្ចឹងខ្ញុំរស់នៅបែបមនុស្សម្នាក់ដែរក្មេងតែត្រូវបត់ឬក៏របត់នៃជីវិតរបស់ខ្ញុំគឺរស់នៅបែបដូចនឹងមនុស្សចាស់ដែរចឹងចាប់ពីពេលនោះមកគឺខ្ញុំគ្មានឪពុកគ្មានម្ដាយនៅក្នុងការហៅឬក៏តំណាក់តំណងខលតាមទូរស័ព្ទអីដូចក្មេងដទៃនោះទេពេលដែលខ្ញុំមករស់នៅជាមួយលោកយាយក៏បានបញ្ជូនខ្ញុំទៅរៀនពេលហ្នឹងខ្ញុំចូលរៀនថ្នាក់ទី1ខ្ញុំមានវ័យ7ឆ្នាំហើយខ្ញុំរៀនថ្នាក់ទី1ដែលខ្ញុំធ្លាប់រៀននៅភ្នំពេញនៅម្ដុំសាលាបឋមសិក្សាម្ដុំវត្តសំកសលខ្ញុំរៀនថ្នាក់ទី2ប៉ុន្តែមកដល់នេះខ្ញុំចូលរៀនសាស្ត្រថ្មីហើយខ្ញុំក៏មិនបានប្រកែកអីដែរគឺខ្ញុំចូលរៀនតាមអ្វីដែលលោកយាយរបស់ខ្ញុំបានរៀបរាប់ប្រាប់ខ្ញុំអញ្ចឹងទៅពេលដែលខ្ញុំចូលរៀនជីវភាពរបស់ខ្ញុំគឺខ្វះខាតមុខក្រោយហើយខ្ញុំគ្មានលុយចាយដូចគេទេបងភាគច្រើនខ្ញុំមានបាយកកហូបជាមួយអំបិលទឹកស៊ីអ៊ីវពងទាពងមាន់ដែលនៅសល់ពីការចិញ្ចឹមអំពីពូមីងរបស់ខ្ញុំពីមុនមកដែលគាត់ធ្លាប់នៅជាមួយនឹងយាយគឺគាត់ទុកដាក់បែបហ្នឹងឯងហើយខ្ញុំសូមបញ្ជាក់មួយទៀតថាលោកយាយរបស់ខ្ញុំគាត់ជាស្ត្រីមេម៉ាយគាត់នៅផ្ទះម្នាក់ឯងយើងមើលទៅគ្រប់សពយ៉ាងគឺគាត់លំបាកមែនទែនហើយប្រកាសជាសួរបងប្អូនសួរថាតើ
ក្រុមគ្រួសារកូនចៅនៅឯណាថៃបានមិនយកគាត់ទៅចិញ្ចឹមធាតពិតទៅមានពូមានមីងមានអ៊ំគឺគាត់រស់នៅក្នុងភូមិនឹងដែរទេនៅភូមិជាមួយគ្នាផ្ទះនៅមិនឆ្ងាយពីគ្នាប្រហែលដែរទេគឺពួកគាត់មានក្រុមគ្រួសាររៀងៗខ្លួនហើយពួកគាត់ប្រចាំគ្នាលិចកើតជើងត្បូងទៅក៏មិនបានទទួលលោកយាយទៅរស់នៅជាមួយដែរហើយលោកយាយក៏គាត់មិនចង់ខ្លាចជាបន្ទុករបស់កូនដែរបានគាត់សុខចិត្តរស់នៅផ្ទះនេះម្នាក់ឯងទៅហើយរឿងកែកតបសម្បត្តិស្អីហ្នឹងគឺខ្ញុំអត់ដឹងទេបងពីព្រោះកាលនោះខ្ញុំនៅក្មេងបន្តមកទៀតខ្ញុំរស់នៅជាមួយនឹងលោកយាយបានមួយរយៈដូចជាប្រហែលជា7 ឆ្នាំនៃការរស់នៅជាមួយនឹងលោកយាយគឺខ្ញុំមានវ័យ14 ឆ្នាំអញ្ចឹងកំឡុងពេល2007រហូតដល់2014ខ្ញុំរស់នៅជាមួយនឹងលោកយាយកំសត់អត់ឃ្លានគ្មាននរណាទំនុកបំរុងជួយខ្ញុំនោះទេបងអើយខ្ញុំរស់នៅកំសត់កំរមែនទែនសូម្បីតែពូបង្កើតពូថ្លៃមីងថ្លៃអ៊ំបង្កើតអីហ្នឹងក៏គាត់មិនដែលមកអឺតឈ្ងោកឬក៏ហុចបាយហុចទឹកនំចំណីឲ្យខ្ញុំដែរបើថាខ្ញុំគាត់មិនអោយគាត់មិនស្រឡាញ់ខ្ញុំមិនយកចិត្តទុកដាក់ជាមួយនឹងខ្ញុំក៏ខ្ញុំមិនថាដែរបងក៏ប៉ុន្តែលោកយាយរបស់ខ្ញុំគឺត្រូវជាម្ដាយរបស់គាត់ដែរត្រូវជាម្ដាយក្មេកម្ដាយបង្កើតដែរប៉ុន្តែខ្ញុំគិតថាហេតុអីក៏ពួកគាត់មិនដែលខ្វាយខ្វល់ជាមួយនឹងលោកយាយឬក៏យកអ្វីឲ្យលោកយាយហូបអញ្ចឹងឬក៏គាត់ខឹងស្អប់លោកយាយយ៉ាងម៉េចក៏ខ្ញុំអត់ច្បាស់ដែរនៅក្នុងកំឡុងពេលហ្នឹងអញ្ចឹងលោកយាយគាត់រស់នៅបែបហូបបែបមានបែបឃ្លានបែបអត់ហ្នឹងគឺជាមួយនឹងខ្ញុំហើយខ្ញុំអញ្ចឹងដែរខ្ញុំស៊ីអត់ស៊ីឃ្លានជាមួយលោកយាយខំស្មៅជាមួយនឹងគាត់ទៅតែពេលហ្នឹងយាយគាត់ចេះតែណែនាំឲ្យខ្ញុំដាំតកួនដាំផ្ទីដាំនេះដាំនោះចឹងទៅយើងតែងតែបានមកហូបប្រភេទមកហូបបួសយកមកហូបអញ្ចឹងណាបងប្អូនពីព្រោះលោកយាយស្មាទៀនគាត់អត់សម្លាប់សត្វទេអញ្ចឹងពេលដែលខ្ញុំបានអីហ្នឹងគឺខ្ញុំទៅសម្លាប់ឲ្យហើយដើម្បីយកឲ្យគាត់ធ្វើជាចំណីអាហារហើយកាលជំនាន់ហ្នឹងគឺខ្ញុំអត់មានអីទេបងខ្ញុំចេះតែដើររោនេះរោនោះមានកែពស់កដោត្រីអីចឹងទៅខ្ញុំយកមកដើម្បីធ្វើជាចំណីរបស់ខ្ញុំនៅពេលនោះក្រោយពេលដែលខ្ញុំរស់នៅជាមួយលោកយាយទាំងស៊ីអត់ស៊ីឃ្លានកំសត់កំរជាមួយគ្នារយៈពេល7 ឆ្នាំបងអើយលោកយាយរបស់ខ្ញុំសុខភាពគាត់ក៏មិនសូវជាល្អប្រហែលដែររៀងខ្សោយរៀងលហិតលហើយពេលខ្លះទៅរកថ្នាំនេះថ្នាំនោះដើម្បីឲ្យគាត់ហុំអញ្ចឹងទៅយើងជឿយើងបល់គេហើយដីស្រែមួយចំនួនដែលលោកយាយមានលោកយាយចង់លក់ចិញ្ចឹមជីវិតរបស់គាត់ចង់លក់មើលខ្លួនរបស់គាត់ក៏កូនចៅរបស់គាត់ចេះតែប្រកែកតវ៉ាមិនឲ្យលក់ដែរតែគាត់អះអាងថាគាត់ជាអ្នកចិញ្ចឹមមិនបាច់ចឹងទៅពេលខ្លះឲ្យតាមដង្កូវអីលុយតិចតួចសម្រាប់ចិញ្ចឹមគាត់ពិតមែនប៉ុន្តែបើថាឲ្យមើលឲ្យលោកយាយជាធូរស្បើយឬក៏មានកម្លាំងនៅក្នុងការបន្តជីវិតរស់នៅទៀតអត់ទេទាំងអ៊ំទាំងពូទាំងមីងមកគាត់ហ្នឹងឯងខ្ញុំអត់ដឹងរឿងក្រោយខ្នងនៃគ្រួសាររបស់អ៊ំពូមីងនិងលោកយាយរបស់ខ្ញុំយ៉ាងម៉េចទេប៉ុន្តែភាពល្អប្រសើរនៅក្នុងចង្កោមគ្រួសារមួយនេះខ្ញុំមើលថាវាចន្លោះខ្វះខាតច្រើនមែនទែនអញ្ចឹងខ្ញុំនៅជាមួយលោកយាយគឺស្ថានភាពបែបហ្នឹងរហូតដល់ឆ្នាំ2014លោកយាយក៏គាត់ធ្លាក់ខ្លួនឈឺជារួមទៅពេលដែលគាត់ធ្លាក់ខ្លួនឈឺគឺខ្ញុំអត់មានស្អីសម្រាប់មើលថែគាត់នោះទេខ្ញុំបានត្រឹមរត់ទៅអ៊ំផងទៅពូផងដើម្បីរកលេខរកនោះដើម្បីមកព្យាបាលគាត់ហើយពេលហ្នឹងដូចជាពួកគាត់ឲ្យថ្នាំមកលេបខ្ញុំអត់ដឹងថ្នាំអីតាមខ្ញុំគិតមើលទៅដូចជាសិតតែថ្នាំប៉ារ៉ាទេប៉ារ៉ាសេតាមុលអីចឹងទៅអាម៉ុកអីចឹងទៅយកមកឲ្យលោកយាយលេបហើយលោកយាយធ្លាក់ខ្លួនឈឺខ្លាំងហ្នឹងណាតើសង្ឃឹមអីនៅក្នុងជីវិតតើឲ្យលោកយាយបន្តជីវិតរស់នៅបានយ៉ាងម៉េចបើគាត់ទៅលេបប៉ារ៉ាម៉ុកប៉ារ៉ាសេតាមុលអីហ្នឹងតើឲ្យបន្តជីវិតយ៉ាងម៉េចបងរំលងមិនបានប្រមាណនោះទេលោកយាយក៏មានជំងឺកាន់តែធ្ងន់ភាពអស់កម្លាំងភាពខ្សោយនៅក្នុងជីវិតរបស់គាត់ក៏កាន់តែមានធ្វើឲ្យគាត់កាន់តែខ្សោយហើយក៏គាត់ទទួលមរណភាពទៅពេលដែលលោកយាយទទួលមរណភាពគឺដូចជាគ្មានកូនគ្រួសារណាមួយមកអើពើជាមួយនឹងគាត់ទេប៉ុន្តែខ្ញុំបានអ៊ំពូនៅក្នុងភូមិតាចាយហ្នឹងគឺគាត់ជួយទាំងក្តាមមឈូសទាំងអីហ្នឹងគឺដើម្បីយកលោកយាយទៅបូជានៅ
ទីតាំងមកកន្លែងទៅហើយមួយទៀតបងអើយខ្ញុំស្គាល់ស្រែស្គាល់ភូមិស្គាល់យាយដីស្រែរបស់យាយទាំងអស់ប៉ុន្តែពេលដែលលោកយាយស្លាប់គឺចង់យកសពគាត់ទៅបូជានៅទួលកន្លែងស្រែអ៊ំប្រាប់ថាអត់ទេចង្រៃស្រែចេះចង្រៃស្រែចុះទៅពីព្រោះដីស្រែអស់ទៅនឹងគឺយាយបានចែកឲ្យគាត់ហើយអញ្ចឹងចង់បូជានៅភូមិខាងក្រោយហ្នឹងក៏គាត់ហាម5ដែររហូតដល់សម្រេចថាយកលោកយាយទៅបូជានៅទួលបូជាសពមកកន្លែងដែលជាកន្លែងបូជាសពរូបទៅឬឆ្អឹងលោកយាយគ្រប់សពបែបយ៉ាងហើយខ្ញុំក៏តាមលទ្ធភាពមិនអាចធ្វើបុណ្យលោកយាយ7ថ្ងៃបានទេតែខ្ញុំទៅពឹងពាក់សួរអ៊ំសួរពូសួរមីងហើយគាត់ថាអើយធ្វើបុណ្យអីបើយើងអត់បាយមួយស្រាក់សឡមួយស្រាក់ទៅវត្តទៅកសលដល់គាត់ទៅគឺបានហើយតែប៉ុណ្ណឹងខ្ញុំបញ្ជាក់ថាថ្ងៃបុណ្យសពរបស់លោកយាយអត់មាននរណាខ្វាយខ្វល់ទេពួកគាត់មកចូលរួមដូចជាញាតិមិត្តទៅក្នុងភូមិធម្មតាតែខ្ញុំបានអ៊ំពូមីងតាយាយដែលនៅចិត្តហ្នឹងគាត់ចេះតែជួយអង្គខ្លះអីខ្លះហើយមានចុងភៅក្នុងភូមិគាត់ជួយតាមហ្នឹងទៅហើយខ្ញុំក៏មិនបានហៅភ្ញៀវឲ្យដែរមានគេជួយប្រហែលខ្ញុំក៏តាមហ្នឹងទៅបុណ្យសពលោកយាយរបស់ខ្ញុំអត់មានដាក់ម៉ាក្រូទេបងគឺសោតធរអីបែបធម្មតាអញ្ចឹងណាអញ្ចឹងក៏ពេលដែរលោកយាយស្លាប់ហើយក៏បានយកអដ្ឋិធាតុរបស់គាត់យកមកទុកនៅផ្ទះប៉ុន្តែពេលហ្នឹងក៏ពូមីងអ៊ំរបស់ខ្ញុំគាត់ជំទាស់ដែរគាត់ឲ្យខ្ញុំយកធាតុរបស់យាយរបស់ខ្ញុំទៅបញ្ញានៅវត្តពីព្រោះនៅវត្តរបស់ខ្ញុំហ្នឹងគេមានកន្លែងចែកដីមួយដែលគេដាក់ធាតុរួមគេហៅចែកដីដាក់ធាតុរួមហើយសម្រាប់ដាក់អ្នកដែលទីតលក្រខ្សត់អត់គ្មានកូនគ្មានចៅផៅសន្តានអីចឹងទៅគឺលោកយាយខ្ញុំក្រោយពេលស្លាប់គឺគាត់ត្រូវទៅនៅកន្លែងហ្នឹងហើយខ្ញុំឆ្ងល់ថាគាត់គ្មានកូនចៅយ៉ាងម៉េចបើកូនចៅរបស់គាត់មានទាំងអ៊ំមានទាំងពូទាំងមីងតែហេតុអ្វីក៏ពួកគាត់មិនឈឺឆ្អាលជាមួយនឹងលោកយាយបែបហ្នឹងនៅខាងក្រោយនៃរឿងហ្នឹងខ្ញុំអត់ដឹងទេបងខ្ញុំនិយាយដោយស្មោះខ្ញុំអត់ដឹងទេមិនដឹងថាគាត់មិនអើពើមិនយកចិត្តទុកដាក់ជាមួយនឹងលោកយាយដោយសារយ៉ាងម៉េចដោយសារតែគាត់ស្អប់លោកយាយយ៉ាងម៉េចក៏ខ្ញុំអត់ដឹងដែរចំពោះខ្ញុំគាត់ស្អប់គាត់មើលងាយគាត់ថ្មេះទេឌីលមិនស្រឡាញ់មិនឲ្យតម្លៃខ្ញុំអត់ថាទេប៉ុន្តែលោកយាយគឺជាម្ដាយរបស់គាត់គួរណាស់តែមានភាពល្អប្រសើរនិងយកចិត្តទុកដាក់ចំពោះគាត់នៅជីវិតចុងក្រោយក៏ដូចជាពេលដែលគាត់ចែកឋានហើយដែរប៉ុន្តែគ្មាននោះទេអញ្ចឹងខ្ញុំក៏យកធាតុគាត់ទៅនៅចែកដីរួមនៅក្នុងវត្តហ្នឹងទៅខ្ញុំក៏ត្រឡប់មកផ្ទះវិញខ្ញុំរស់នៅដោយភាពកំសត់មែនតើខ្ញុំក៏ចាប់ផ្ដើមបោសសម្អាតជូតផ្ទះអីត្រឹមត្រូវយ៉ាងទៅខ្ញុំក៏មានគម្រោងធ្វើបុណ្យ7ថ្ងៃឲ្យគាត់ដែរនឹងហើយបានខ្ញុំទៅពិភាក្សាជាមួយនឹងអ៊ំជាមួយនឹងពូមីងរបស់ខ្ញុំប៉ុន្តែគាត់ប្រាប់ថាបាយមួយស្រាក់សឡមួយស្រាក់ទៅវាភ័ព្វបាំងស្គលទៅគឺរួចហើយមិនអាចធ្វើបុណ្យនេះទេគ្រួសារអត់អញ្ចឹងខ្ញុំក៏ធ្វើតាមគាត់ទៅបងអើយខ្ញុំអត់មានអីទេខ្ញុំមានតែបាយសឡមួយស្រាក់សម្រាប់ធ្វើបុណ្យដល់លោកយាយរបស់ខ្ញុំនៅពេលបុណ្យ7ថ្ងៃនឹងឯងហើយរឿងប្រឡងអីហ្នឹងគឺបានប្រសង់នៅក្នុងវត្តលោកចេះតែយកមកឲ្យខ្ញុំវាភ័ព្វអីតាមហ្នឹងទៅរៀបចំទូចមួយដូចជាយើងយកចង្ហាន់ឲ្យប្រសង់ចឹងឯងគាត់យើងឧទ្ទិសកុសលដល់លោកយាយរបស់ខ្ញុំហើយខ្ញុំបញ្ជាក់ប្រាប់មួយទៀតបងខ្ញុំភ្លេចធាតុយាយរបស់ខ្ញុំអត់មានកោតដាក់ដូចគេទេគឺខ្ញុំដាក់នៅកណាត់សខ្ចប់ហើយខ្ញុំចងហើយខាងក្រៅនោះគឺខ្ញុំដាក់កំប៉ុងទឹកដោះគោមិនកំប៉ុងទឹកដោះគោខាប់ទេតែកំប៉ុងទឹកដោះគោម្សៅសម្រាប់ក្មេងខ្ញុំដាក់ក្នុងហ្នឹងទៅហើយទៅសេឈ្មោះទៅហើយប្រសងក៏លោកអាណិតខ្ញុំដែរលោកចង់ឧបត្ថម្ភអីឲ្យដែរតែពេលហ្នឹងខ្ញុំថាអត់អីទេលោកបងលោកឪអើយទុកត្រឹមប៉ុណ្ណឹងទៅបើគាត់ស្លាប់ទៅហើយគ្មាននរណាឈឺឆ្អាលក៏តាមហ្នឹងទៅក្រោយពេលដែលខ្ញុំយកចង្ហាន់ទៅប្រគេនប្រសងសម្រាប់គម្រប់7ថ្ងៃនៃលោកយាយរបស់ខ្ញុំស្លាប់ហើយខ្ញុំក៏បានវិលត្រឡប់មកផ្ទះវិញពេលដែលខ្ញុំវិលត្រឡប់មកផ្ទះវិញខ្ញុំគិតថាខ្ញុំនឹងបន្តជីវិតរស់នៅបែបនេះនឹងថែរក្សាទ្រព្យសម្បត្តិដែលលោកយាយបន្សល់ទុកខ្ញុំមិនមានទាមទារចង់បានទ្រព្យសម្បត្តិនឹងអីទេបងប៉ុន្តែខ្ញុំនឹងមើលថែទាំគេដំណើរពីលោកយាយរបស់ខ្ញុំមកដល់ផ្ទះមិនទាន់បានក្តៅគូតអង្គុយស្រួលបួលផង
ទឹកមុខរបស់ខ្ញុំក៏ក្រៀមក្រំមិនសូវជាល្អប្រហែលដែរពេលនោះលោកយាយស្លាប់ថ្មីហើយក៏គ្មានអ្នកណាអើពើនឹងឈឺឆ្អាលចំពោះរឿងនេះដែរមិនទាន់មកពីវត្តបានក្តៅគូតអង្គុយបានស្រួលផងស្រាប់តែលេចនៅវត្តមានអ៊ំរបស់ខ្ញុំគាត់មកផ្ទះលោកយាយរបស់ខ្ញុំហើយគាត់ក៏សួរខ្ញុំថាផលឯងធំកំឡោះប៉ុណ្ណាណីហើយឥឡូវយាយក៏បានស្លាប់ទៀតហើយនៅជាមួយយាយក៏យូរដែរឥឡូវក្មួយឯងគួរតែទៅរកការងារនៅទីក្រុងភ្នំពេញអីដើម្បីធ្វើកិច្ចការងារទៅបូជាដូនមួយឯងនៅរៀននៅភ្នំពេញនៅអីដែរធ្វើការនោះដែរមិនម៉ាយទៅធ្វើការជាមួយគេទៅចាំអ៊ំតាក់តងទៅពួកគេឲ្យហើយគ្រាន់តែជិះឡានទៅឲ្យចុះនៅបេនឡានផ្សារអូអាស័យទៅគេនឹងមកយកឯងហើយគាត់និយាយប៉ុណ្ណឹងហើយខ្ញុំមិនដឹងថាផ្សារអូឬស័យបែរមុខទៅណាទេបងអើយសូម្បីតាឡានជិះគឺខ្ញុំជិះឡានអ្នកភូមិទៅហើយថ្លៃលុយអីហ្នឹងគឺអ៊ំខ្ញុំជួយចេញឲ្យពិតប្រាកដមែនអញ្ចឹងក្រោយពេលបានការណែនាំពីគាត់ក៏ខ្ញុំសម្រេចចិត្តថាវិលមកធ្វើការនៅទីក្រុងភ្នំពេញដែលគាត់បញ្ជាក់ថាពេលដែលខ្ញុំទៅធ្វើការនៅទីក្រុងភ្នំពេញមិនបាច់វិលត្រឡប់មកស្រុកភូមិវិញក៏បានដែរពីព្រោះដីភូមិហ្នឹងគឺអ៊ំត្រូវធ្វើនេះធ្វើនោះហើយត្រូវលក់ទៅអីចឹងទៅដើម្បីយកលុយធ្វើនេះធ្វើនោះសម្រាប់គូសារអ៊ំគូសារពូគូសារមីងចឹងទៀតទៅអញ្ចឹងខ្ញុំអត់យល់ត្រង់នឹងដែរគឺគាត់មានមេភូមិមេអីមកវាស់ប្លង់អីគឺបងប្អូនរបស់គាត់ដូចជា3នាក់គាត់បែងចែកគ្នាពេលនោះហើយពេលដែលគាត់បែងចែកគ្នាឆ្លោះគ្នាផ្អើលពេញនោះណាបងប្អូននិយាយអក្រក់ស្ដាប់ដូចឆ្កែអញ្ចឹងក្រោយពេលយាយស្លាប់ហើយប្រជែងគ្នាទៅដើមគេដីហ្នឹងខ្ញុំជាចៅខ្ញុំមិនដឹងថាម៉េចទេខ្ញុំបានត្រឹមតែមកបាត់មាត់ហ្នឹងឯងខ្ញុំរាប់គ្រួសារគាត់ឆ្លោះគ្នា3នាក់ហ្នឹងគឺសំដៅទៅលើអ៊ំខ្ញុំម្នាក់និងពូម្នាក់មីងម្នាក់ដកម៉ែខ្ញុំចេញម៉ែខ្ញុំជាកូនទី2គឺខ្ញុំរាប់តែគាត់3ហ្នឹងឯងពីព្រោះម៉ែខ្ញុំអត់មានមកឈឺឆ្អើឬក៏ឆ្លោះប្រកែកទៅដើមដីហ្នឹងដែរហើយតាំងពីឆ្នាំ2007ដល់ឆ្នាំ2014ក៏ខ្ញុំអត់ដែរឃើញម្ដាយខ្ញុំដែរណាបងមកដល់ឥឡូវហ្នឹងក៏ខ្ញុំអត់ដែរដឹងថាវត្តមានគាត់យ៉ាងម៉េចឪពុកខ្ញុំយ៉ាងម៉េចដែរអញ្ចឹងគាត់ឆ្លោះប្រកែកគ្នាមានមេភូមិមេឃុំមកដើម្បីចែកដីគ្នាជ្រៀកដីនឹងជា3ចំណែកទៅហើយដីស្រែអីចែកគ្នាចេញទៅហើយពេលហ្នឹងដូចជាអ៊ំមេភូមិគាត់សួរខ្ញុំដែរថាសួរគ្រួសាររបស់អ៊ំសួរថាអផលទៅបានចំណែកអីអត់នៅជាមួយយាយយូរដែរអញ្ចឹងគាត់ថាម៉ែឪវាហ្នឹងម៉ែចែកឲ្យប៉ុន្តែលក់អីអស់ហើយអញ្ចឹងវាគ្មានចំណែកអីទេវាមកបន្ទុកជាមួយនឹងយាយហើយចង់បានចំណែកអីទៀតឥឡូវឲ្យវាទៅពេញរស់ស៊ីធ្វើការនៅពេញទៅចង់មកស្រុកមកអីមកលេងអ៊ំពូមីងអីមកលេងបានអញ្ចឹងណាបើថាមិនបាច់មកវិញទេក៏ល្អដែរពាក្យសម្ដីគាត់និយាយមកលើយើងគឺបែបហ្នឹងខ្ញុំក៏អត់មានទៀមទាឬក៏មាត់ចង់បានទ្រព្យសម្បត្តិរបស់យាយដែរបងអើយខ្ញុំក៏អត់អីទេឃើញពួកគាត់ឆ្លោះប្រកែកគ្នាទៅដើមដីដូចចង់បានណាដូចពួកគាត់អត់ណាស់អញ្ចឹងណាទីពិតទៅពួកគាត់អត់ទេគូសាររបស់ពួកគាត់សិតតែជាអ្នកដែរគួសមដែររៀងធូរធារមានបានដែរប៉ុន្តែនឹងល្មិចពួកគាត់ស្រឡាញ់ដីមែនតើពេលហ្នឹងខ្ញុំបានត្រឹមតែមកហួសចិត្តខ្សឹបខ្សួរយំនៅក្នុងចិត្តម្នាក់ឯងស្អែកមកដល់គូខ្ញុំឡើងជិះឡានទាំងគ្មានលុយ1រៀលទេតែលុយដែលជិះឡានហ្នឹងអ៊ំខ្ញុំបានចេញឲ្យពូនឹងរួចទៅហើយបន្ទាប់មកទៀតខ្ញុំក៏បានមកដល់ផ្សារអូរស័យខ្ញុំចុះនៅផ្សារអូរស័យពូតកងឡានក៏គាត់សួរខ្ញុំថាអផលហើយតែទៅបងជីដូនមួយឯងមើលលេខប្រមាណអីប្រមាណដើម្បីឲ្យគេមកយកឯងអញ្ចឹងណាអ្នកក្នុងភូមិក្នុងស្រុកនិយាយបែបហ្នឹងហើយគាត់ក៏ដឹងថាខ្ញុំមិនដែរខ្ញុំក៏ពូខ្ញុំមិនដឹងមានទូរស័ព្ទណាតែទៅគាត់ទេបងពូឯងខ្ញុំមិនដឹងថាម៉េចពូមានស្គាល់លេខគាត់អីអត់គាត់ថាអញមិនស្គាល់ហ่าហើយអ៊ំឯងមានឲ្យលេខអីគាត់ថាអត់ទេអត់មានឲ្យអីខ្ញុំទេអញ្ចឹងពូតកងឡានគាត់ថាចុំជួយឯងមកដល់ពេញឯងតែតម្នាក់ឯងអញ្ចឹងឯងត្រូវទៅរស់នៅណាទៅនៅណីចុះឯងនៅពេញមិនមែនស្រួលដូចនៅស្រុកស្រែទេណាឯងមានស្គាល់គេមកពីណាបីពិបាកងាប់ពេលអញ្ចឹងខ្ញុំក៏អត់ដឹងថាធ្វើម៉េចដែរហើយគាត់សួរខ្ញុំថាស៊ីបាយនៅឯងមានលុយអីអត់ខ្ញុំអត់មានទេខ្ញុំគវីក្បាលប្រាប់គាត់ថាខ្ញុំអត់មានទេខ្ញុំនៅតែអរគុណពូតកងឡានហ្នឹងដែរដែលគាត់ចិត្តល្អពូឈ្មោះពូសៀនតែខ្ញុំអត់ប្រាប់ថាខេតណាទេគាត់ឈ្មោះពូសៀនហើយគាត់ថាហើយយកលុយ 20000 នេះទៅចឹងគាត់ឲ្យលុយខ្ញុំ 20000ហើយគាត់ក៏បានទុកខ្ញុំនឹងទៅហើយមិនម៉ា
គីឡូបងជាដូនមួយឯង100មកឯងនៅចាំតែហ្នឹងទៅគីឡូគេ100អញ្ចឹងណាបើមិនមកទេល្ងាចអញបកឈៀងមកហ្នឹងវិញហើយបើឯងទៅណាទៅណីមិនបានចាំអញយកឯងទៅពឹងពាក់ទៅនៅកន្លែងបេនឡានមកកន្លែងក៏បានដែរអញ្ចឹងក៏គាត់ទៅបាត់ទៅគាត់ដាក់មួយដាក់អីតាមបេនគាត់ទៀតម៉ោង3សៀលបានពូសៀនគាត់ត្រឡប់មកវិញគាត់នៅទៅសួរខ្ញុំថាអផលអីស៊ីបាយនៅថាខ្ញុំហូបនំប៉័ងហើយនៅភ្នំពេញថ្លៃដែរបងអើយនំប៉័ងមួយកណាត់ហ្នឹងវាថ្លៃដែរវាចូល3000 4000បាត់ទៅហើយខ្ញុំក៏ស្ទើរតែអស់លុយដែរគាត់ឲ្យខ្ញុំ20000នោះអញ្ចឹងគាត់ក៏សួរខ្ញុំថាឥឡូវឯងបងជាដូនមួយអត់មានមកយកទេតើឯងទៅណាមកណៃឥឡូវនេះអញមើលទៅអញនឹកតែឯងថាឯងមិនខ្វែងបកើតតែឯងសិតតអ្នកស្រុកអ្នកភូមិជាមួយគ្នាឯងទៅស្រុកវិញអត់ចឹងទៅវិញឯងអត់យកលុយមកជីឡានទៅជាមួយពូវិញប៉ុន្តែពេលហ្នឹងខ្ញុំប្រាប់ថាខ្ញុំអត់ទៅទេពូខ្ញុំសុខចិត្តនៅហ្នឹងធ្វើអ្នកសុំទានក៏បានធ្វើអីក៏បានឲ្យតែខ្ញុំពូនៅផុតពីសុកណាទៅពីព្រោះពូដឹងហើយថាអ៊ំពូមីងរបស់ខ្ញុំបានបែងចែកដីគ្នារួចអស់ហើយអញ្ចឹងទៅវិញក៏ខ្ញុំគ្មានកន្លែងដែលជ្រកកោនដែរប្រហែលជាផ្ទះហ្នឹងត្រូវគាត់វាយរំលំដួលអស់ហើយក៏អាចថាបានដែរពេលហ្នឹងពូសៀនគាត់អត់តន់ទៅណាទេគាត់ឈប់ឡានមកស្ទុះខ្ញុំមើលទឹកមុខរបស់គាត់អាណិតខ្ញុំប៉ុន្តែគាត់ក៏មានបន្ទុកគ្រួសាររបស់គាត់ដែរពេលហ្នឹងគាត់ចង់យកខ្ញុំធ្វើព្រូឡានដែរប៉ុន្តែធ្វើព្រូឡានពេលដែលខ្ញុំទៅពេញទៅមកខ្ញុំអត់មានកន្លែងស្នាក់នៅទៅនៅបន្ទុកជាមួយគាត់កាន់តែខ្លាំងពិបាកគាត់កាន់តែខ្លាំងគាត់ក៏សម្រេចចិត្តឲ្យខ្ញុំឡើងឡានទៅជាមួយនឹងគាត់ហើយទៅកន្លែងបេនឡានមកកន្លែងខ្ញុំអត់ស្គាល់កន្លែងហ្នឹងទេបងខ្ញុំអត់ដឹងថាកន្លែងហ្នឹងឈ្មោះអីទេពីមុនប៉ុន្តែបើខ្ញុំច្បាស់មែនទេដូចជាអូឡ িম্প ិកម្ដុំអូឡ িম্প ិកហ្នឹងឯងគាត់ក៏យកខ្ញុំទៅដោយគាត់ប្រាប់អ្នកដែលនៅហ្នឹងថាគាត់មានក្មេងម្នាក់មកពីស្រុកជាមួយនឹងគាត់ឥឡូវវាអត់ការងារអត់អីធ្វើទេហើយនៅកន្លែងបេនឡានហ្នឹងបើសិនជាអាចទេឲ្យវាជួយធ្វើជាសន្តិសុខយាមនេះយាមនោះអញ្ចឹងទៅឲ្យវាជារួមទៅធ្វើកិច្ចការងារអីក៏ឲ្យតែឲ្យបានលុយបានកាក់អីឲ្យគ្នាចាយប៉ុណ្ណឹងទៅមិនដែរតកែអីអញ្ចឹងគាត់ស្គាល់គេអញ្ចឹងណានិយាយលេងអញ្ចឹងទៅក៏តកែហ្នឹងគាត់មិនចិត្តអាក្រក់ទេគាត់ចេញមកមើលយើងសួរប្រវត្តិយើងអីចឹងសួរតាញៀនបានសួរអីយើងអត់មានទេខ្ញុំអត់មានទេគាត់ថាមិនតន់គ្រប់អាយុផងឥឡូវហើយមកធ្វើហ្នឹងអញ្ចឹងអូនហើយធ្វើសន្តិសុខហ្នឹងក៏បានអីចឹងធ្វើសន្តិសុខអត់មានអីព្រលឹមឡើងគាត់ថាជួយបោសសម្អាតទីធ្លាកន្លែងបេនហ្នឹងទៅលាងប្រគុណលាងអីចឹងទៅហើយចាំផ្លុំកញ្ចែពេលឡានចេញផ្លុំកញ្ចែកាក់ចរាចរណ៍ឡានសេរីថយអញ្ចឹងទៅហើយមានអីវ៉ៃវ៉ាន់ភ្ញៀវអីជួយលើកជួយដាក់នៅក្នុងគូតឡាននៅក្នុងឡានក្រុងហ្នឹងជួយគេប៉ុណ្ណឹងទៅបាយទឹកអីលើពូហើយស៊ីហូបចុកហ្នឹងទៅហើយផ្ទះស្នាក់នៅគឺនៅបេនហ្នឹងឯងធ្វើការមួយពូគឺបើយប់ធ្វើដល់ម៉ោងប្រហែលជា12ហើយព្រឹកចាប់ពីម៉ោង5ទៅតែយប់ក៏មានឡានចេញចូលដែរហើយដេកខ្លះធ្វើខ្លះអញ្ចឹងណាតាមហ្នឹងទៅធ្វើសន្តិសុខអីចឹងតែអញ្ចឹងខ្ញុំក៏ព្រមធ្វើជាមួយនឹងគាត់ខ្ញុំអត់ជំរឿសទេបងធៀបទៅខ្ញុំអត់ជំរឿសខ្ញុំក៏ធ្វើជាមួយនឹងពូនឹងមួយរយៈធំដល់ឆ្នាំ2016ខ្ញុំធ្វើមួយគាត់2ឆ្នាំខ្ញុំក៏បានស្គាល់ពេញខ្លះតាមរយៈគាត់ប្រើខ្ញុំឲ្យទៅនេះឲ្យទៅនោះអញ្ចឹងណាខ្ញុំក៏ស្គាល់ចេះស្គាល់ចុះទៅខ្ញុំធ្វើមួយរយៈទៅក៏ខ្ញុំសុំគាត់ចេញពីកន្លែងហ្នឹងដោយសារតែប្រាក់ខែខ្ញុំអត់មានទេបងខ្ញុំមានដែរប៉ុន្តែមួយខែខ្ញុំបានធ្វើ$30អី$40អីទេខ្ញុំអត់បន្ទោសគាត់ទេខ្ញុំអត់បន្ទោសពូទេពូមកចាស់បេនឡានខ្ញុំអត់បន្ទោសគាត់ទេពេលខ្លះក៏មានឡានពេលខ្លះក៏អត់អញ្ចឹងទៅពេលខ្លះក៏មានគេជីពេលខ្លះក៏អត់អញ្ចឹងណាខ្ញុំអត់បន្ទោសគាត់ទេខ្ញុំនិយាយដោយស្មោះគាត់ក៏ជួយខ្ញុំច្រើនដែរបាយទឹកនំចំណីអីគឺគ្រប់សពបែបយ៉ាងទាំងពូទាំងមីងគឺគាត់មិនដែរឲ្យខ្ញុំអត់ទេអញ្ចឹងខ្ញុំអត់បន្ទោសគាត់ទេមួយខែ30-40រៀលហ្នឹងក៏ខ្ញុំអាចចិញ្ចឹមជីវិតខ្ញុំបានដែរខ្ញុំបានទទួលប៉ុណ្ណឹងហើយមួយរយៈពេលធំ2ឆ្នាំហ្នឹងគឺខ្ញុំនៅជាមួយនឹងគាត់ពេលហ្នឹងខ្ញុំក៏សុំគាត់ចេញទៅធ្វើការងារកន្លែងផ្សេងទៅគាត់ក៏អនុញ្ញាតឲ្យខ្ញុំទៅដែរហើយមុននឹងខ្ញុំសុំចេញហ្នឹងក៏គាត់និយាយជាមួយខ្ញុំមុនដែរគាត់ថាចង់ឲ្យខ្ញុំទៅរកកន្លែងការងារអីថ្មីទៅពីព្រោះកន្លែងដែលខ្ញុំរស់នៅបច្ចុប្បន្នហ្នឹងទីទៀតគេអភិវឌ្ឍទៅនេះធ្វើនោះអញ្ចឹងទៅការងារវាកាន់តែអត់
ចឹងគាត់ចង់ឲ្យខ្ញុំទៅរកកន្លែងការងារថ្មីដែរបាទខ្ញុំសុំគាត់ចេញទីពិតទៅបើឲ្យខ្ញុំចេញពីគាត់ទៅមកខ្ញុំអត់ចង់ទៅណាទេបងអើយខ្ញុំចង់នៅជាមួយនឹងគាត់ដល់មកគាត់ដេញខ្ញុំអញ្ចឹងណាតែអញ្ចឹងទៅខ្ញុំក៏បានចេញពីគាត់ទៅរយៈពេល2ឆ្នាំ2016ហ្នឹងខ្ញុំក៏ចេញមកដាក់រកការងារធ្វើទៅហើយការងាររបស់ខ្ញុំអត់មានអីក្រៅពីសន្តិសុខទេបងខ្ញុំអត់ចេះអីទាំងអស់តែតវល់វល់តាញាណបានក៏គ្មានអីដែរអញ្ចឹងខ្ញុំតែតវល់វល់ខ្ញុំក៏ចេះតែរកពីមួយទៅមួយអញ្ចឹងទៅក៏ខ្ញុំចេះតែស្គាល់គេស្គាល់ឯងខ្ញុំក៏បានធ្វើការនៅសន្តិសុខនៅរោងចក្រមួយកន្លែងទៅខ្ញុំក៏ធ្វើនឹងបានប្រហែលខែដោយសារតែខ្ញុំគ្មានអីគ្រប់គ្រាន់តែញៀនបានអីចឹងមេក៏បានដកខ្ញុំចេញទៅខ្ញុំក៏ទៅធ្វើការយាមដីឡូយាមឃ្លាំងអីគេជារួមទៅខ្ញុំដើរពីមួយកន្លែងទៅមួយកន្លែងជីវិតខ្ញុំគឺរសាត់តែតោលដូចខ្ញុំប្រាប់បងពីខាងលើចឹងគឺមួយឆ្នាំខ្ញុំយាម365ថ្ងៃហើយខ្ញុំគ្មានពេលសម្រាកសូម្បីតែមួយថ្ងៃទេខ្ញុំដើរយាមដើរអីគេដើម្បីរកលុយមួយដែរអាចចិញ្ចឹមនៅជីវិតរបស់ខ្ញុំបានហើយបច្ចុប្បន្នខ្ញុំមានតែញៀនបានឯបងដោយសារតែខូចចប់កូវីដគេទៀមទីរកអាហ្នឹងពេលខ្ញុំក៏ទៅធ្វើតែញៀនបានដើម្បីឲ្យបានតែញៀនបានអីចឹងខ្ញុំធ្វើនៅអ៊ីអននេះនៅសែនសុកនេះខ្ញុំធ្វើបានហើយបងហើយឥឡូវខ្ញុំធ្វើជាសន្តិសុខយាមនៅបុរីមួយកន្លែងដែលអាចនិយាយបានថាខ្ញុំមានផ្ទះជួលមួយសម្រាប់នៅខ្ញុំមានជីវភាពមួយដែលអាចចិញ្ចឹមនៅជីវិតខ្ញុំបានគ្រាន់តែវាមិនល្អប្រសើរប្រហែលទេជីវិតខ្ញុំគឺបែបហ្នឹងឯងហើយថ្ងៃនេះខ្ញុំក៏ចង់ចែកលេខរឿងរ៉ាវនេះដល់បងតែប៉ុណ្្នឹងទេពីព្រោះជីវិតដ៏កំសត់របស់ខ្ញុំបើខ្ញុំរៀបរាប់ប្រហែលខែប្រហែលថ្ងៃទៀតក៏វាមិនអស់ដែរវានៅមានភាពជឿចាប់នៅរឿងតូចធំទាំងឡាយនៅកន្លែងការងារច្រើនទៀតតែខ្ញុំសូមមិនរៀបរាប់ច្រើនទេខ្ញុំសូមរៀបរាប់តែប៉ុណ្្នឹងឯងហើយនៅក្នុងរឿងរ៉ាវដែលខ្ញុំចែកលេខឲ្យបងនេះប្រហែលជាបងនឹងទទួលបានបទពិសោធន៍អ្វីមួយនៅក្នុងរឿងនេះហើយអញ្ចឹងសូមអង្គធីជួយបញ្ចេញបញ្ចូលនឹងបញ្ចេញនៅបទពិសោធន៍ដែលបងទទួលបានផងដែរអូខេឥឡូវរឿងបងប្រុសមានតែប៉ុណ្្នឹងទេខ្ញុំនិយាយដូចស្មោះខ្ញុំអាណិតគាត់មែនទែនហើយជីវិតក្មេង26ឆ្នាំដែលគាត់តស៊ូម្នាក់ឯងបងប្អូនពីឆ្នាំ2007មកដល់ឥឡូវ8 9ឆ្នាំនេះខ្ញុំជឿថាជីវិតរបស់គាត់មិននឹងជាលំបាកជាងដែលខ្ញុំនិយាយទៀតឬក៏យ៉ាងម៉េចនោះទេប៉ុន្តែគាត់ថាជីវិតរបស់គាត់នឹងមានភាពលំបាកច្រើនជាងនឹងទៀតគាត់ថាវាជាចន្លោះមួយដែលតូចនៅក្នុងសាច់រឿងហ្នឹងអញ្ចឹងគាត់ខ្ជិលនិយាយខ្ជិលតាហើយជីវិតរបស់គាត់សពថ្ងៃជាសន្តិសុខហើយគាត់ក៏មានជាផ្ទះជួលមានបន្ទប់អីសម្រាប់ស្នាក់នៅមានលុយសម្រាប់បងឲ្យគេសម្រាប់មកស្នាក់នៅមករស់នៅបែបហ្នឹងឯងហើយក៏មិនដែរទៅស្រុកកំណើតអីដែរដូចគាត់ថាអញ្ចឹងមួយខែ30ថ្ងៃ31ថ្ងៃធ្វើការមិនដែរឈប់នោះទេមួយឆ្នាំ315ថ្ងៃគឺធ្វើការពេញតែម្ដងដោយសារតែការងារសន្តិសុខគេមានដេកអស់មួយថ្ងៃតែដូរវេនគ្នាឬក៏ដូរពេលបុណ្យទានតែគាត់បុណ្យទានណាបើស្រុកកណ្ដាលទូគ្មានដែរមានប៉ុន្តែវាមិនអាចទៅពឹងពាក់អាស្រ័យនៅកន្លែងណាបាននៅក្នុងសាច់រឿងដែលបងប្អូនបានចែកម្លែកដល់ខ្ញុំគឺខ្ញុំចង់ផ្ដោតទៅលើសំខាន់ទៅលើមនុស្សចាស់ពីរប្រភេទក្នុងរឿងហ្នឹងណាបងប្អូនប្រហែលជាទូបទពិសោធន៍ចឹងឯងទីមួយគឺឪពុកម្ដាយរបស់គាត់គឺជាឪពុកម្ដាយដែលគ្មានទំនួលខុសត្រូវដែលមានកូនហើយមិនចេះបីបាច់ថែរក្សាពេលឆ្លោះប្រកែកគ្នាទាត់ក្បាលកូនចោលអាហ្នឹងនៅក្នុងបទពិសោធន៍នៃរឿងនេះគឺទំនួលខុសត្រូវនៃមនុស្សចាស់គឺស្មើនឹង0មិនមានទំនួលខុសត្រូវពិតប្រាកដជាមនុស្សនោះទេដែលយើងបង្កើតគ្នាមកទុកឲ្យគ្នារងទុកតែតលំបាកគ្រប់សពបែបយ៉ាងតែយើងមិនដែលខ្វាយខ្វល់ពីគេស្មើនឹងមិនស្មើអន់ជាងសត្វទៀតបងប្អូនដែលឃើញមន់ញ័រហើយដើរចោលកូននេះបងប្អូនដែលឃើញឆ្កែកើតកូនហើយចោលកូននេះអត់ដែរទេប៉ុន្តែមនុស្សមួយចំនួនអាចធ្វើអញ្ចឹងបានចោលកូនបានដោយសារតែរឿងចេះរឿងចោះអញ្ចឹងថាចាំមិនរស់អីអញ្ចឹងតែមើលតែមន់វាដែលមានជើងរុកស្រូវមកពីណាមន់ដែលធ្វើស្រែអីវាតែថែមវាអោបកសោបចិញ្ចឹមកូនវាបានចេះទាំងការពារកូនពីខ្លែងឆាបឆក់ទៀតនោះចេះការពារកូនពីដែលមានសត្រូវវាយប្រហារទៀតវាវាយបកការពារកូនវាវិញតែមនុស្សចាស់មួយចំនួនគ្មានទំនួលខុសត្រូវចំពោះកូននោះទេអន់ជាងសត្វទៅទៀត
ក្នុងសាច់រឿងមួយនេះគឺបទពិសោធន៍និងមេរៀនបែបហ្នឹងមួយទៀតតកតងទៅនឹងមនុស្សចាស់មកប្រភេទទៀតដែលត្រូវជាកូនលោកយាយរបស់គាត់មិនដែលបីបាច់ថែរក្សាចិញ្ចឹមម្ដាយទេទុកឲ្យម្ដាយរស់នៅតែតជាស្ត្រីមេម៉ាយត្រាក់ស៊ីអត់ស៊ីឃ្លានបែបហ្នឹងទៅពេលដែលសុផលទៅនៅជាមួយនឹងលោកយាយក៏គ្មាននរណាជួយទំនុកបំរុងឬក៏មើលថែបីបាច់ថែរក្សាដែរទៅជាក្មួយបកាដូចគ្នាទៅជាក្មួយទៅជាពូជាមីងជាអ៊ំណាប៉ុន្តែមិនដែលខ្វាយខ្វល់ជាមួយនឹងសុផលនិងលោកយាយនោះទេប៉ុន្តែក្រោយពេលដែលលោកយាយស្លាប់ក៏មិនបានផ្ដល់តម្លៃឲ្យគាត់ធ្វើបុណ្យតាមប្រពៃណីឲ្យធំដុំសម្រាប់ជីវិតចុងក្រោយរបស់លោកយាយដែរតែបែរជាធ្វើបុណ្យដោយសោះកក្រោះដោយសុផលជាមួយនឹងអ្នកភូមិជាអ្នកធ្វើទៅវិញហើយក្រោយពេលដែរលោកយាយស្លាប់បាន10ថ្ងៃផងខំគ្នាលើឆ្កែទៅទៀតដើម្បីចែកនៅទ្រព្យសម្បត្តិដែលលោកយាយបន្សល់ទុកនឹងគឺផ្ដោតទៅលើមនុស្សចាស់ពីរប្រភេទបែបហ្នឹងហើយបើសិនជាមនុស្សចាស់ពីរប្រភេទបែបនេះនៅតែមានលើផែនដីកាន់តែច្រើនណាពិភពផែនដីមួយនេះគឺខ្មៅងឹតតែមកអូខេខ្ញុំទទួលបានរឿងពីសុផលប៉ុណ្ណឹងហើយខ្ញុំលើកទឹកចិត្តគាត់រួចហើយតាមរយៈ Telegram ហើយតាមវីដេអូនេះគឺខ្ញុំនៅទៅលើកទឹកចិត្តសុផលដែរឲ្យរឹងមាំឡើងតស៊ូទៅមុខទៀតជីវិតមនុស្សម្នាក់មិនមែនប្រកាន់ថាកើតឡើងសិតតែស្រួលនោះទេពេលខ្លះក៏យើងតូចចិត្តជាមួយនឹងគេអ្នកមានគេអ្នកបានគេអ្នកទូធាដែរក៏ប៉ុន្តែយកភាពឈឺចាប់និងភាពតូចចិត្តជាមួយនឹងរឿងរ៉ាវអស់ទាំងនោះមកអភិវឌ្ឍខ្លួនមកតស៊ូជំនះគ្រប់ឧបសគ្គដែលខ្លួនទទួលបានវិញដើម្បីទទួលបាននូវជីវិតមួយដែលល្អប្រសើរសម្រាប់ខ្លួនឯងសង្ឃឹមថាសុផលនឹងរឹងមាំនិងតស៊ូទៅមុខទៀតពិភពលោកមួយនេះគឺទទួលតែអ្នកតស៊ូតែអ្នករឹងមាំតែប៉ុណ្ណោះបើអ្នកទុនជ្រាយអ្នកដួលអ្នករស់តាមពាក្យសម្ដីគេពិភពលោកនេះមិនអាចទទួលយកបានទេគេនឹងបំបាក់អ្នកតាមរយៈភាពទុនខ្សោយរបស់អ្នកកាន់តែខ្លាំងទៅទៀតខ្ញុំនិយាយតង់នេះបងប្អូនប្រកាសជាឆ្ងល់ថាហីគាត់តែអ្នកទុនខ្សោយពិភពលោកមិនទទួលស្គាល់ប៉ុន្តែយើងរស់នៅដោយភាពសោយចំអកនៃអ្នកជុំវិញខ្លួនខ្ញុំហ៊ាននិយាយអញ្ចឹងតែមកបងប្អូនជឿមិនជឿសាកដើរទៅបើបងប្អូនមិនទាន់ជោគជ័យអីមួយបងប្អូនយកពាក្យសម្ដីបងប្អូនទៅនិយាយជាមួយនរណាម្នាក់គ្មានណាស្ដាប់បងប្អូនទេមិនសាបដូចទឹកទលេទេបងប្អូនសាបមែនទេណាមិនប្រៃទឹកមាត់ហើយក៏គ្មាននរណាផ្ដល់តម្លៃឲ្យដែរមានតែគេមើងងាយមើលថោកផ្អាប់បន្តិចជន់ប្លេចយើងរឹតឡើងអញ្ចឹងបានខ្ញុំថាពេលដែលយើងទុនខ្សោយពិភពលោកនេះមិនទទួលយើងទេមានតែពាក្យវាយប្រហារជន់ប្លេចយើងឲ្យយើងលិចលង់ស្លាប់ទៅតាមពាក្យសម្ដីកាយវិការនិងទង្វើរបស់គេតែប៉ុណ្ណោះអញ្ចឹងតស៊ូឡើងមិនថាសុផលឬបងប្អូនដែលស្ដាប់ទេតស៊ូឡើងជីវិតគឺជាការតស៊ូកុំរអ៊ូនឹងព្រេងវាសនាហើយកុំតវ៉ានឹងព្រំលិខិតមានជីវិតមានរូបរាងកាយខួរក្បាលដៃជើងដូចគេដូចឯងទេតស៊ូតើស៊ូបានប្រមាណយកប៉ុណ្ណោះដួលត្រឹមណាចប់ត្រឹមនោះហើយត្រូវតែមានពាក្យនៅក្នុងចិត្តមួយថាខ្ញុំត្រូវតែតស៊ូត្រូវតែអត់ធ្មត់ត្រូវតែដើរទៅមុខដើម្បីគោលដៅអីមួយនោះបានជីវិតរបស់យើងវានឹងរត់ទៅរកគោលដៅបែបហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំមិនមែនជាអ្នកទិស្ដីស្អីណាគូជោគជ័យទេប៉ុន្តែខ្ញុំឆ្លងកាត់នៅបទពិសោធន៍ជីវិតច្រើនរឿងសុផលវាគ្រាន់តែជ្រុងមួយនៃជីវិតដែលខ្ញុំធ្លាប់ជួបដែរតែមិនបានបង្ហាញបងប្អូនទេអញ្ចឹងពីខ្ញុំមានរឿងតែប៉ុណ្្នឹងទេដែលសុផលបានចែកម្លែកនៅក្នុង Channel Party អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមបញ្ចប់រឿងរ៉ាវដែលសុផលបានចែកម្លែកតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងស្ដាប់រឿងនេះហើយពិចារណានិងយកវាជាបទពិសោធន៍មួយសម្រាប់ជីវិតបងប្អូនផងដែរពីខ្ញុំសូមបញ្ចប់រឿងរ៉ាវសុផលតែប៉ុណ្្នឹងអរគុណបងប្អូនអ្នកស្ដាប់ផងដែរពី Channel Party មានរឿងរ៉ាវជាច្រើនទៀតទាក់ទងទៅនឹងរឿងរ៉ាវស្នេហានិងវិបត្តិគ្រួសារនិងជីវិតជាច្រើននៅក្នុង Channel មួយនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅរឿងរ៉ាវក្រោយៗទៀតបាទអរគុណច្រើនជម្រាបលា